ជនដៃដល់បានសារភាពពីទង្វើចាប់ជំរិតនិងសម្លាប់ក្មេងស្រីអាយុ5ឆ្នាំនៅស្រុកស្អាងខេត្តកណ្ដាលតែម្នាក់ឯងចំពោះករណីជំរិតទារប្រាក់បណ្ដាលឲ្យក្មេងស្លាប់ហ្នឹងណាសើមិញណាម្ដាយធ្វើសកម្មភាពតាមកម្មភាពនេះប្រហែលនេះក្នុងករណីពីសិលខ្ញុំទៅស្ដាប់ពីលោកតាឯងហ្នឹងឯងនេះបាទដែលយើងមានគម្រោងការគិតទុកជាមុនឬយ៉ាងម៉េចក៏មិនគម្រោងនេះខ្ញុំអត់គិតទៅគិតបីព្រឹកទៅធ្វើល្មមគឺចឹងបាទចុះចំពោះករណីហ្នឹងប្រពន្ធបណ្ណាឯងមុទ្ធីនរងមានបានដឹងចូលរួមមួយអត់ប្រពន្ធនោះករណីនោះប្រពន្ធនោះគាត់ដឹកលឺឲ្យទាំងអស់ពេលដល់ធ្វើទៅប្រពន្ធនោះគាត់ពុកទៅផ្សារទីបោពេលគាត់ត្រឡប់ប្រទេសវិញទៅទៅរួចហើយស្នងការដ្ឋាននគរបាលខេត្តកណ្ដាលនៅថ្ងៃទី11ខែឧសភាឆ្នាំ2026បានបញ្ជាក់អំពីហេតុការណ៍និងមូលហេតុជុំវិញករណីចាប់ជំរិតសម្រាប់ក្មេងស្រីអាយុ5ឆ្នាំនៅភូមិកូនជ្រែឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្ដាលកាលពីថ្ងៃទី10ខែឧសភាឆ្នាំ2026ក្មេងស្រីរងគ្រោះឈ្មោះរតនាមេងស៊ីមអាយុ5ឆ្នាំមានឪពុកឈ្មោះទេពរតនាអាយុ30ឆ្នាំមុខរបរលក់ដូរនិងម្ដាយឈ្មោះជឿនសីនួនអាយុ29ឆ្នាំមុខរបរលក់ដូរអ្នកទាំងពីរមានទីលំនៅភូមិកំពង់សំណាញ់ទី1សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅខេត្តកណ្ដាលតាមការបញ្ជាក់គ្រួសារជនរងគ្រោះរាល់ថ្ងៃសៅរ៍អាទិត្យតែងតែនាំគ្នាទៅលេងស្រុកកំណើតនៅភូមិកូនជ្រែឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្ដាលចំណែកជនដៃដល់ឈ្មោះគឹមវណ្ណាអាយុ35ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅភូមិកូនជ្រែឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្ដាលត្រូវជាពូសាច់ថ្លៃមូលហេតុជនសង្ស័យឆ្លើយថាដោយសារម្ដាយជនរងគ្រោះមើលងាយក្រុមគ្រួសារខ្លួននិងខ្ចីលុយពីម្ដាយជនរងគ្រោះមិនបាន